បាទបងប្អូនថ្ងៃនេះខ្ញុំនឹងធ្វើការ reset នៅដុំ PT-Link របស់យើងនេះណា reset ឥឡូវអត់ទាន់បានreset ទេគឺយើងមកមើលសិនថាតើយើងមើល Wi-Fi របស់យើងថាតើដុំ PT-Link យើងមានទេបាទនៅទីនេះគឺចុចមើល Wi-Fi មើលបាទ PT-Link យើងនេះឈ្មោះ on សារឿន 5G នេះបាទនឹង PT-Link យើងមាននៅទីនេះបានន័យថាអត់ទាន់ reset ទេណាអញ្ចឹងយើងអត់ទាន់បាន reset ទេបន្តិចទៀតខ្ញុំនឹងធ្វើការ reset នៅដុំ PT-Link យើងបាទឲ្យយើងប្រើឧបករណ៍ដែលមានស្រួចបន្តិចយកមកចាក់នៅខាងក្រោយនេះណាបាទទីនេះមានរុនមួយបាទមានរុនអញ្ចឹងយើងត្រូវទៅរកឧបករណ៍របស់យើងបាទឧបករណ៍ដែលមានរាងស្រួចមកបាទអញ្ចឹងយើងនឹងចាក់ដើម្បីធ្វើការ reset បាទចាក់ reset ទីនេះណាបាទអញ្ចឹងយើងចុចអញ្ចឹងទៅបាទយើងចុចមើលយើងមើលពីមុខមើលបាទឃើញបាត់ភ្លើងហើយដូច្នេះយើងមកមើលទីនេះថាតើនេះយើងមើល 5G របស់យើងបាទថាតើនៅទៀតទេបាទយើងចុច Wi-Fi មើលបាទគឺនៅដែលមិនចេះមើលសិនយើងពេលយើងដកវាយកមកបាទខ្ញុំដកមកសិនណាបាទពេលយើងចុចរាន់ទីនេះរួចហើយយើងដកដុំនឹងចេញពីភ្លើងយើងទៅបាទឥឡូវយើងដករួចឥឡូវយើងមកមើលសិនបាទមកមើលកន្លែង Wi-Fi តើនៅទៀតទេបាទបានចុចទៅលើទីនេះបាទនេះបាទដល់ 5G នឹងហើយបាទនេះណាហើយយើង connect ទៀតមើលជាប់ទៀតទេបាទយើង reset បាត់ទៅហើយបាទឥឡូវយើងសាកបាញ់មិញខ្ញុំបានចុចហើយឥឡូវយើងចុចភ្លើងវាមើលថាតើវានៅដើរទៀតអត់ភ្លើងនៅពីរតែលនេះ connectបាទឡើងជាប់ហើយវាចេញពាក្យ connect ទៅ disconnect បានជាប់ណាអញ្ចឹងបានន័យថាខ្ញុំចុច reset រួចហើយ